ngày đấy thì nó đây khi bạn mà cho rùm nào cho na ông này bồ rạt khmer ở đây khi ông không bị muốn máu đây khi bạn khơi đang là cho na đi cả lại chúng ta bất kỳ miền ca bằng ca nយោបាយនៅពេលខាងមុខអ្វីដែលខ្ញុំបានសន្និដ្ឋានពីមុនមកពិតជាត្រឹមត្រូវដូច្នេះខ្ញុំសង្ឃឹមថាពេលបន្តិចទៀតនេះចលនានេះនឹងទៅបង្កើតគណៈបកនៅក្នុងស្រុកខ្មែរហើយយើងដឹងថាគណៈកម្មការរៀបចំការបោះឆ្នោតនៅស្រុកខ្មែរថាមានឯករាជ្យដូច្នេះបើយើងដឹងថាមានឯករាជ្យដូច្នេះយើងចូលរួមពេលយើងចូលរួមបោះឆ្នោតនោះយើងទៅរកសន្លឹកឆ្នោតពីប្រជាពលរដ្ឋនោះតើដល់ពេលយើងដឹងថាគោជបមានឯករាជ្យតើចលនាអំណាចពលរដ្ឋខ្មែរនឹងធ្វើបហិការមិនចូលរួមបោះឆ្នោតដោយការលោកដែលមានប្រសាសន៍ថាពីគណៈបកពីរួមគ្នាសិទ្ធិមនុស្សហើយនឹងសំនឹងស៊ីនឹងគឺថាយើងដឹងថាមិនល្អហេតុអីយើងនៅតែបោះឆ្នោតពីរខ្ញុំគ្រប់គ្រងនៅគំនិតរបស់លោកដែលបានថាយើងធ្វើនយោបាយបដូរផ្នត់គំនិតត្រឹមត្រូវខ្ញុំក៏មិនចូលចិត្តដែររបបសក្តិភូមិពួកស្ដេចអីចឹងខ្ញុំសង្ឃឹមថាចលនានេះអំណាចគណៈបកនេះនឹងបង្កើតនៅពេលឆាប់ស្រុកខ្មែរសូមឲ្យអ្វីដែលលោកនិយាយនៅពេលនេះសមាជិកលោកក្តីពេលឃោសនាក្តីឲ្យហ៊ានបញ្ចេញមតិគ្រីទិករិះគន់នៅពួកស្ដេចយើងដែលថាស្ដេចសេនុក្តីស្ដេចសហមនីក្តីតើសមាជិករបស់យើងហ៊ានរិះគន់ទេប្រសិនបើរដ្ឋធម្មនុញ្ញគេហាមមិនឲ្យយើងរំលោភបំពានឬក៏គ្រីទិករបស់ស្ដេចដែលជាបុគ្គលអង្គទុបុគ្គលដែលមិនអាចប៉ះពាល់បាននោះដូច្នេះខ្ញុំចង់ឃើញនៅចលនាគណៈបកថ្មីហ៊ានបើកកាយរិះគន់ពួកស្ដេចឲ្យជាបរដ្ឋស្ទាប់ជំនាន់ក្រោយហ៊ានលើកថាអូស្ដេចនេះស្ដេចនោះខុសយ៉ាងម៉េចខ្ញុំចង់ឃើញអញ្ចឹងកុំឲ្យបានថាយើងបានតែថាអត់ធ្វើយើងសន្យាដូចសំនឹងស៊ីក្តីស្គឹមសខាក្តីឥឡូវយើងកុំឲ្យធ្វើម៉េចឲ្យដើរកុំឲ្យដើរចូលនឹងកលងចាស់ទៀតដូច្នេះខ្ញុំនឹងចាំមើលខ្ញុំកន្លងមកខ្ញុំអត់ទាន់ចូលធ្វើទេណាចូលគ្រប់គ្រងបកណាបកណៃទេគ្រាន់តែខ្ញុំតែសង្កេតមើលថាអ្វីដែលខ្ញុំទោះទេថាដូចខ្ញុំថាអត់បាទដូច្នេះបើបង្កើតបកហើយពេលដែលគោជបមានឯករាជ្យតើយើងធ្វើបដិហេការឬអត់អានោះមួយទី2ដែលពេលយើងឃោសនាតើយើងហ៊ានបើកកាយពីរឿងស្ដាច់ឬអីអត់តែបើយើងបើកកាយព្រោះកញ្ចក់ចុះរដ្ឋធម្មនុញ្ញគេហាមមិនឲ្យយើងនិយាយប៉ះពាល់នោះយ៉ាងម៉េចសូមអរគុណសូមជាសំណួរមួយដែលល្អណាស់ហើយដែលខ្ញុំចង់បកស្រាយបញ្យលឲ្យជនរួមជាតិយើងយល់ឲ្យច្បាស់ខ្ញុំចង់បកស្រាយពីសំណួរទី2មកមុនហើយចាំឆ្លើយសំណួរទី1តាមក្រោយថាតើយើងហ៊ានរិះគន់អំពីពួកស្ដេចឬអត់ខ្ញុំសូមជម្រាបថាយើងបានកំណត់ច្បាស់ហើយនៅក្នុងសកម្មភាពនយោបាយនិងគោលការណ៍របស់យើងនៅក្រៅប្រទេសជាចលនាអំណាចបរដ្ឋខ្មែរចូលទៅក្នុងប្រទេសដោយសារគេមិនឲ្យយើងមានសិទ្ធិបង្កើតចលនានយោបាយដូច្នេះបានជាយើងបង្កើតទៅជាគណៈបកនយោបាយអញ្ចឹងដូរតែពីចលនាទៅគណៈបកទេគោលការណ៍អត់មានដូរទេសូមជម្រាបគោលការណ៍អត់មានដូរទេគឺដូរតែឈ្មោះពីចលនាអំណាចបរដ្ឋខ្មែរទៅជាគណៈបកអំណាចពលរដ្ឋខ្មែរដូច្នេះនៅក្នុងប្រទេសដាក់ជំនួសតែគណៈបកអំណាចបរដ្ឋខ្មែរទេគឺដាក់ជំនួសពាក្យគណៈបកដោយសារក្នុងប្រទេសគេតម្រូវឲ្យយើងជាគណៈបកនយោបាយទើបយើងមានសិទ្ធិធ្វើនយោបាយអញ្ចឹងគោលការណ៍របស់យើងគោលការណ៍ជាសំខាន់ដែលត្រូវនិយាយរឿងពិតតែខ្ញុំនិយាយពីខាងដើមគឺយើងត្រូវនិយាយរឿងពិតកោះកកាយរករឿងពិតការពិតយកមកនិយាយប្រាប់ពលរដ្ឋអត់មានត្រូវដកថយដាច់ខាតបាទអត់មានត្រូវដកថយដាច់ខាតហើយបងប្អូននឹងឃើញថាពេលដែលគណៈបកអំណាចបរដ្ឋខ្មែរបានច្បាប់ធ្វើនយោបាយក្នុងប្រទេសខ្មែរពេលខ្ញុំចូលទៅក្នុងប្រទេសខ្មែរចឹងហើយបានខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថាអ្នកគ្រប់គ្រងត្រូវតាមដានបើមេដឹកនាំនិយាយឲ្យមិនធ្វើនិយាយឲ្យក្បត់សម្ដីខ្លួនឯងកុំគ្រប់គ្រងបាទដូច្នេះបងប្អូននឹងឃើញសកម្មភាពនិងអ្វីដែលកើតឡើងនៅក្នុងប្រទេសខ្មែរពេលដែលគណៈបកអំណាចពលរដ្ឋខ្មែរមានច្បាប់ធ្វើនយោបាយនៅក្នុងប្រទេសខ្មែរឥឡូវនេះយើងកំពុងតែដាក់ច្បាប់ហើយគេក៏កំពុងទប់ស្កាត់យ៉ាងណាបាទទប់ស្កាត់គ្រប់សពបែបយ៉ាងគឺថាគេមិនចង់ឲ្យយើងចេញទេជាគណៈបកមួយសំបីតែគណៈបកកណ្ដាលអំណាចក៏គេមិនចង់ឲ្យយើងចេញជាគណៈបកដែរកុំថាគណៈបកប្រឆាំងដែលកំពុងតែភ័យថាខ្លាចមានចរន្តនយោបាយគណៈបកថ្មីនោះ
គណៈបកកាន់អំណាចក៏គេមិនចង់ឲ្យយើងចេញជាគណៈបកដែរប៉ុន្តែយើងព្យាយាមយកគណៈបកនេះយកច្បាប់នេះឲ្យបានក្នុងកលៈទេសៈណាក៏ដោយគឺដើម្បីបំពេញបេសកកម្មរបស់យើងថាយើងត្រូវតែធ្វើការបកស្រាយបង្ហាញប្រាប់ពលរដ្ឋឲ្យយល់ឲ្យស្គាល់ឲ្យដឹងការពិតហើយនិយាយអំពីរដ្ឋធម្មនុញ្ញដែលការពារស្ដេចខ្ញុំសូមជម្រាបថាខ្ញុំជាមនុស្សដំបូងមុនគេពេលដែលខ្ញុំមិនតាន់ធ្វើជាអ្នកនយោបាយបងប្អូនមិនតាន់ស្គាល់ខ្ញុំក៏ដោយប៉ុន្តែខ្ញុំជាមនុស្សដំបូងមុនគេដែលជាអ្នកទាមទារឲ្យសភាខ្មែរលុបចោលមាត្រានិយាយអំពីការហាមឃាត់មិនឲ្យនិយាយប៉ះពាល់ដល់ស្ដេចដល់មហាក្សត្របាទនៅឆ្នាំ2008ខ្ញុំបានទាមទារទៅគណៈកម្មការអចិន្ត្រៃយ៍របស់សភានៅភ្នំពេញឲ្យធ្វើវិសោធនកម្មដកច្បាប់នឹងចេញពេលហ្នឹងមានប្រតិកម្មបងប្អូនអាចថយក្រោយវិញគឺនៅឆ្នាំ2008ពេលហ្នឹងគឺថាទាំងវាំងទាំងសភាទាំងរដ្ឋាភិបាលទាំងអង្គការសង្គមស៊ីវិលទាំងគណៈបកនយោបាយដែលគេការពារគេលីកន្ទុយក្បិនស្ដេចហ្នឹងគេថាខ្ញុំហ្នឹងចង់ធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញបាទសារព័ត៌មានជាតិអន្តរជាតិពិភពលោកផ្សាយរហូតដល់សម្ដេចនរោត្តមសីហនុរៀបចំពិធីទទួលពួកមន្ត្រីតុលាការអន្តរជាតិនៅក្នុងវាំងដើម្បីហៅពួកហ្នឹងមកពេលហ្នឹងហេតុផលដែលខ្ញុំទាមទារឲ្យលុបចោលច្បាប់ហ្នឹងនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងគឺទី1ជួនពេលដែលសាលាក្តីខ្មែរក្រហមបានដំណើរការហើយខ្ញុំបានជម្រាបថានរោត្តមសីហនុសម្ដេចនរោត្តមសីហនុគឺបើទោះបីជាគាត់បដិសេធគាត់ព្យាយាមកិច្ចវេះមិនទទួលស្គាល់ការពិតប៉ុន្តែតុលាការខ្មែរក្រហមកាត់ហើយគឺត្រូវតែកោះហៅនរោត្តមសីហនុចូលសាលាក្តីនេះក្នុងឋានៈជាជនសង្ស័យក៏ដោយក្នុងឋានៈជាជនរងគ្រោះក៏ដោយក្នុងឋានៈជាសាក្សីក៏ដោយតុលាការត្រូវតែកោះហៅបុគ្គលហ្នឹងទៅសួរនៅក្នុងតុលាការប៉ុន្តែដើម្បីឲ្យតុលាការអាចកោះហៅបុគ្គលនឹងទៅសួរបានតលតែដកច្បាប់នឹងចេញតលុបច្បាប់នឹងចោលពីព្រោះហេតុអីច្បាប់នឹងដាក់មកគឺជាឧបសគ្គរាំងខ្ទប់មិនឲ្យតុលាការអាចកោះហៅសម្ដេចនរោត្តមសីហនុទៅសួរបានទេខ្ញុំជាមនុស្សទី1ខ្ញុំជាជនទី1ដែលតវ៉ាទាមទាររឿងហ្នឹងប៉ុន្តែគេចោទប្រកាន់ថាខ្ញុំចង់ធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញហើយគេចោទប្រកាន់ថាខ្ញុំក្បត់ជាតិដែលខ្ញុំមានទោសរហូតមកដល់ថ្ងៃនេះប៉ុន្តែនេះគឺជាបេសកកម្មមួយដែលខ្ញុំត្រូវតែបំពេញបេសកកម្មនយោបាយទៅថ្ងៃអនាគតគឺត្រូវតែទាមទារឲ្យនិយាយដដែលខ្ញុំអត់មានទៅការខ្លាចទេពីព្រោះវាគឺជាការពិតមួយបុគ្គលម្នាក់គឺជាអ្នកដឹកនាំជាបុគ្គលសាធារណៈតែមានខុសមានត្រូវដូច្នេះកំហុសត្រូវតែបើកត្រូវតែឲ្យពលរដ្ឋស្គាល់យល់ដឹងការពិតហើយបើសិនជាយើងនិយាយខុសការពិតអាហ្នឹងគេចង់កាត់ទោសយើងអូខេយើងទទួលយកប៉ុន្តែបើយើងនិយាយនឹងជាការពិតគេកាត់ទោសយើងអាហ្នឹងយើងជាប់គុកទៅរៀងកាយឯងដូចខ្ញុំនិយាយពីដើមអញ្ចឹងសំខាន់កុំឲ្យខួរក្បាលយើងជាប់គុកខ្ញុំចង់នាំឲ្យពលរដ្ឋខ្មែររំដោះខ្លួនឯងឲ្យមានសេរីភាពដំបូងបំផុតគឺរំដោះខួរក្បាលខ្លួនឯងឲ្យមានសេរីភាពកុំគិតថាខ្លួនឯងមានសេរីភាពតតែខ្លួនឯងនៅក្រៅគុកយើងនៅក្នុងគុកក៏ដោយឲ្យតែគេមិនអាចខំក្រងខួរក្បាលយើងបានគឺយើងមានសេរីភាពហើយបាទទី2ការដែលចោះបញ្ជីគណៈបកនយោបាយលោកបានលើកឲ្យថាយើងបានរិះគន់អំពីការបោះឆ្នោតបង្ក្រប់កិច្ចហើយដែលគណៈបកនយោបាយនឹងទៅចូលរួមបោះឆ្នោតបង្ក្រប់កិច្ចខ្ញុំសូមជម្រាបថាគណៈបកនយោបាយដែលបង្កើតគណៈបកនយោបាយមិនមែនសម្រាប់តែការបោះឆ្នោតតែមួយមុខទេបើបង្កើតគណៈបកនយោបាយសម្រាប់តែចូលរួមការបោះឆ្នោត5ឆ្នាំម្ដងហើយចាំនៅសល់6ខែមុនការបោះឆ្នោតបានធ្វើសកម្មភាពនយោបាយទុកអា4ឆ្នាំ6ខែទៀតគ្រាន់តែធ្វើហើយអើចោលអានឹងឈប់គ្រប់គ្រងទៅអាគណៈបកធនហ្នឹងបាទពីព្រោះគណៈបកនយោបាយត្រូវធ្វើនយោបាយ1ឆ្នាំទល់1ឆ្នាំគឺថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យពលរដ្ឋយល់ស្គាល់កាតព្វកិច្ចភារកិច្ចករណីយកិច្ចជាពលរដ្ឋហ្នឹងដើម្បីប្រឡូកក្នុងសកម្មភាពនយោបាយអញ្ចឹងសិទ្ធិរបស់គណៈបកនយោបាយមិនមែនបង្កើតគណៈបកនយោបាយដេករងចាំការបោះឆ្នោតតែមួយមុខទេគណៈបកនយោបាយបង្កើតគណៈបកនយោបាយដើម្បីធ្វើសកម្មភាពនយោបាយជាមួយអ្នកគាំទ្រពង្រីកអ្នកគាំទ្រនិងនាំអ្នកគាំទ្រធ្វើអ្វីមួយក្នុងកលៈទេសៈក្នុងពេលវេលាដែលអ្នកគាំទ្រតាំងចិត្តថាត្រូវតែធ្វើទោះបីពេលវេលាហ្នឹងយូរឬឆាប់លឿនឬខ្លីក៏យើងត្រូវតែធ្វើដែរបើយើងគ្រាន់តែបង្កើតគណៈបកនយោបាយថាចាំរងចាំ5ឆ្នាំរបស់ឆ្នោតម្ដងអានឹងចូលតាក់
គេរៀបចំពួកកុម្មុយនីសពួកយួនពួកហ៊ុនសែនពួកគណៈបកប្រជាជនដែលគេឲ្យគណៈបកនយោបាយនឹងធ្វើអាហ្នឹងគឺគណៈបកបង្ក្រប់កិច្ចដូច្នេះសិទ្ធិមួយដ៏សំខាន់របស់អ្នកដឹកនាំនយោបាយរបស់គណៈបកនយោបាយគឺសិទ្ធិពហិការមិនចូលរួមបោះឆ្នោតបើយើងមើលឃើញថាការបោះឆ្នោតហ្នឹងវាអត់មានធានានៅភាពត្រឹមត្រូវទី1គឺអត់មានសេរីយុត្តិធម៌ទី2អ្នករៀបចំការបោះឆ្នោតអត់មានឯករាជ្យអព្យាក្រឹតបើអត់មានអាហ្នឹងយើងចូលបោះឆ្នោតធ្វើអីប៉ុន្តែពាក្យថាមិនចូលបោះឆ្នោតមិនមែនមានន័យថាយើងទុកឲ្យអ្នកគ្រប់គ្រងទុកឲ្យពលរដ្ឋដេកនៅស្ងៀមទេយើងត្រូវមានសកម្មភាពអីដើម្បីអ្នកគ្រប់គ្រងនឹងអាចចូលរួមធ្វើជាមួយគ្នាបានគឺយើងទាមទារឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ការបោះឆ្នោតដោយសេរីយុត្តិធម៌ត្រូវយកកិច្ចព្រមព្រៀងសន្តិភាព23ដុល្លារ1991មកធ្វើជាមូលដ្ឋាននៃការបោះឆ្នោតមិនមែនយកកិច្ចព្រមព្រៀងរវាងគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិដែលព្រមព្រៀងគ្នាកាលពីថ្ងៃនោះយកមកធ្វើជាមូលដ្ឋាននៃការរៀបចំការបោះឆ្នោតទេអត់អាចទទួលយកបានទេណាដូច្នេះដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរីយុត្តិធម៌យើងធ្វើម៉េចទី1ត្រូវមានចំណាត់ការពីអ្នករៀបចំការបោះឆ្នោតអាហ្នឹងគឺដែលយើងជាកម្មវត្ថុជាប្រធានបទពេលដែលយើងបានច្បាប់គណៈបកនយោបាយយើងត្រូវធ្វើការតវ៉ាទាមទារហើយការតវ៉ាទាមទាររបស់យើងភ្ជាប់ជាមួយនឹងការពន្យល់ឲ្យពលរដ្ឋយល់ដើម្បីគាត់ចូលរួមគ្រប់គ្រងគាត់ចូលរួមទាមទារជាមួយយើងគឺការរំលាយស្ថាប័នកោជបជាតំណាងគណៈបកដាច់ខាតស្ថាប័នកោជបមិនឲ្យជាស្ថាប័នតំណាងគណៈបកទេពីព្រោះកោជបអ្នករៀបចំការបោះឆ្នោតគឺជាក្រុមអាប៊ីតឯករាជ្យត្រូវបម្រើគ្រប់គណៈបកនយោបាយអញ្ចឹងអាស្ថាប័នកោជបដែលតំណាងគណៈបកដែលមានសម្លេងតែក្នុងសភាទៅគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិហើយដែលមួយទៀតសម្រាប់ទាំងពីរអាហ្នឹងគឺទាមទារឲ្យរំលាយអានឹងចោលដំបូងបំផុតទាមទារឲ្យរំលាយអានឹងចោលទី2គឺទាមទារឲ្យមានការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងប្រទេសខ្មែរពីព្រោះយួនច្រើនណាស់អត់ទាន់បានសម្អាតទេបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងប្រទេសខ្មែរដូចយើងឃើញខ្ញុំបានបញ្ចាំងជូនទេមុនបោះឆ្នោតបង្ក្រប់កិច្ចឆ្នាំ2013តើតកូលយួនមានប្រមាណនៅតាមខេត្តណាខ្លះយើងឃើញទាំងអស់គ្នាដូច្នេះត្រូវសម្អាតបញ្ជីឈ្មោះអ្នកដែលមានចោះឈ្មោះបោះឆ្នោតកន្លងទៅនឹងគឺត្រូវសម្អាតបញ្ជីជនជាតិយួនទាំងអស់នឹងឲ្យខ្មែរសុទ្ធសាធឲ្យខ្មែរជាអ្នកមានសិទ្ធិបោះឆ្នោតហើយការធ្វើបញ្ជីបោះឆ្នោតមួយដោយស្អាតស្អំសម្រាប់ឲ្យខ្មែរជាជនជាតិខ្មែរជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោតអត់ប្របាក់ធ្វើទេហើយអត់ចំណាយពេលវេលាយូរទេដោយសារយើងមានរូបមន្តយើងមានប្រព័ន្ធពីប្រទេសសេរីពីអង្គការសហប្រជាជាតិពីបណ្ដាប្រទេសដែលគេធ្លាប់មានបទពិសោធន៍យកទៅដាក់ទៅគឺតែយើងអាចធ្វើបានដូច្នេះទី2សំខាន់អានឹងទី3គឺត្រូវទាមទារឲ្យពលរដ្ឋខ្មែររស់នៅកន្លែងណាក៏ដោយទូទាំងពិភពលោកអាមេរិកកាណាដាសហរដ្ឋអាមេរិកប្រទេសសៀមចេញទៅធ្វើការនៅកូរ៉េត្រូវតែមានសិទ្ធិបោះឆ្នោតឲ្យតែជាខ្មែរអាចបញ្ជាក់បានថាជាខ្មែរគឺត្រូវតែមានសិទ្ធិបោះឆ្នោតមិនមែនថាបោះឆ្នោតគ្រាន់តែគេមកធ្វើការនៅក្រៅប្រទេសគេបាត់បង់សិទ្ធិបោះឆ្នោតបោះឆ្នោតមិនបានអ្នកដែលមកធ្វើការនៅកូរ៉េធ្វើការនៅថៃធ្វើការនៅបរទេសចង់បោះឆ្នោតតជិះយន្តហោះទៅបោះឆ្នោតនៅស្រុកខ្មែរបោះឆ្នោតមួយសន្លឹកចំណាយជិះយន្តហោះទៅមកអស់$1000ជាងតើពួកគាត់មានលទ្ធភាពទេត្រូវរៀបចំយន្តការឲ្យខ្មែរនៅក្រៅប្រទេសទាំងអស់បោះឆ្នោតតាមរយៈទូតតាមរយៈសមាគមឬតាមរយៈប្រព័ន្ធអីមួយគឺឲ្យពួកគាត់មានសិទ្ធិបោះឆ្នោតអាហ្នឹងទី3បាទទី4ការធានារៀបចំឲ្យកោជបហ្នឹងមានឯករាជ្យបើរំលាយអាស្ថាប័នកោជបហ្នឹងដែលជាតំណាងគណៈបកនយោបាយនឹងបានហើយរកបុគ្គលឯករាជ្យរកបុគ្គលអព្យាក្រឹតមិនបានគឺត្រូវដាក់សំណើទៅអង្គការសហប្រជាជាតិពីព្រោះអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីក្រុងប៉ារីគឺមានកាតព្វកិច្ចដើម្បីបំពេញដើម្បីជួយដើម្បីធានាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្មែរតាមរយៈការបោះឆ្នោតអញ្ចឹងគឺអង្គការសហប្រជាជាតិមានសិទ្ធិចូលទៅប្រទេសខ្មែរវិញដើម្បីជួយរៀបចំការបោះឆ្នោតចំណុចនេះខ្ញុំបានជួបជាមួយនឹង State Department របស់សហរដ្ឋអាមេរិកខ្ញុំជួបជាមួយនឹងលោក Brett Adam ខ្ញុំជួបជាមួយលោកស្រី Elizabeth Baker ខ្ញុំជួបជាមួយតំណាងរាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលគេនិយាយលើកឡើងអំពីកិច្ចព្រមព្រៀងក្រុងប៉ារីសនេះដូចខ្ញុំនិយាយពីខាងដើមកិច្ចព្រមព្រៀងក្រុងប៉ារីសអត់ងាប់ទេហើយគេពេញចិត្តនឹងវិលត្រឡប់ទៅវិញដើម្បីធានាការអនុវត្តឡើងវិញអំពីកិច្ចព្រមព្រៀងនេះជាពិសេសគឺអង្គការសហប្រជាជាតិមានកាតព្វកិច្ចវិលត្រឡប់ទៅវិញដើម្បីរៀបចំការបោះឆ្នោតមួយធានាឲ្យមានសេរីយុត្តិធម៌ឯករាជ្យនិងអព្យាក្រឹតហើយគេចាយលុយរបស់គេទៅទៀត
គេមានកញ្ចប់ថវិកាសម្រាប់ចាយលុយរបស់គេអញ្ចឹងបើសិនជារំលាយស្ថាប័នកោជបតំណាងគណៈបកបានហើយយើងគ្មានសមត្ថភាពរកបុគ្គលឯករាជ្យមកធ្វើការយើងអាចដាក់សំណើនេះសុំឲ្យអង្គការសហប្រជាជាតិវិលត្រឡប់ទៅវិញរៀបចំការបោះឆ្នោតសម្រាប់ខ្មែរសម្រាប់ពលរដ្ឋខ្មែរទី5សំខាន់បំផុតគណៈបកដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតត្រូវតែជាគណៈបកខ្មែរត្រូវតែជាគណៈបកខ្មែរតំណាងឲ្យពលរដ្ឋខ្មែរមិនអាចគណៈបកណាមួយដែលមានប្រវត្តិឬក៏មាន background មាននិន្នាការនយោបាយជាគណៈបកបង្កើតឡើងដោយបរទេសហើយដែលបំរើនយោបាយរបស់បរទេសដាច់ខាតពីព្រោះអីពីព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីសទាមទារឲ្យខ្មែរប្រកួតប្រជែងជាមួយខ្មែរដើម្បីយុត្តិធម៌ដើម្បីត្រឹមត្រូវអញ្ចឹងជំហាននេះគឺជាជំហានសំខាន់គណៈបកអំណាចប្រជារដ្ឋខ្មែរបើពេលណាមានកោជបមានអ្នករៀបចំការបោះឆ្នោតត្រឹមត្រូវយើងនឹងប្តឹងរំលាយសិទ្ធិនយោបាយរបស់គណៈបកប្រជាជនបាទប្តឹងរំលាយសិទ្ធិនយោបាយរបស់គណៈបកប្រជាជនពីព្រោះយើងមានប្រវត្តិយើងមានឯកសារបញ្ជាក់ច្បាស់ថាគណៈបកប្រជាជនកម្ពុជាដែលកើតចេញពីបកប្រជាជនបដិវត្តកម្ពុជាដែលជាឫសគល់នៃបកកុម្មុយនីសកម្ពុជាគឺបង្កើតឡើងដោយយួនគឺជាសាខារបស់បកកុម្មុយនីសយួនបកកុម្មុយនីសនោះចឹងដូច្នេះយើងត្រូវប្តឹងរំលាយសិទ្ធិនយោបាយដោយដែលគណៈបកនយោបាយនៅក្នុងប្រទេសសៀមគេប្តឹងរំលាយសិទ្ធិនយោបាយគណៈបកនយោបាយមួយចំនួនដោយដែលប្រទេសដទៃដែលគេឃើញថាកំហុសឆ្គងរបស់គណៈបកនយោបាយណាមួយដែលមិនបម្រើជាតិសាសន៍របស់គេប្តឹងរំលាយសិទ្ធិនយោបាយចំណុចនេះខ្ញុំអត់តាន់ឃើញគណៈបកប្រឆាំងអត់តាន់ឃើញគណៈបកនយោបាយនៅក្នុងប្រទេសខ្មែរហ៊ានប្រើសិទ្ធិនឹងប្តឹងរំលាយគណៈបកប្តឹងរំលាយសិទ្ធិនយោបាយរបស់គណៈបកណាមួយទេដែលក្នុងច្បាប់បោះឆ្នោតនៅក្នុងប្រទេសខ្មែរនឹងមានដែរមានសរសេរដែរច្បាប់បោះឆ្នោតហ្នឹងគឺនិយាយអំពីការប្តឹងរំលាយសិទ្ធិនយោបាយរបស់គណៈបកនយោបាយប៉ុន្តែអត់បានយកមកអនុវត្តគណៈបកដែលមានអធិបុលហើយដែលមានច្បាប់ធ្វើនយោបាយក្នុងប្រទេសខ្មែរអត់ហ៊ានប្តឹងគេអញ្ចឹងគណៈបកអំណាចប្រជារដ្ឋខ្មែរយើងនឹងប្តឹងរំលាយគណៈបកនយោបាយណាដែលមានប្រវត្តិមានឯកសារបញ្ជាក់ច្បាស់ថាមិនមែនជាគណៈបកនយោបាយដែលបង្កើតឡើងដោយពលរដ្ឋខ្មែរហើយគណៈបកនោះគឺគណៈបកប្រជាជនកម្ពុជាចំណុចទី6ជាចំណុចទាំងអស់គ្នាដែលអ្នកនយោបាយអ្នកស្នេហាជាតិអ្នកជាតិនិយមយើងនឹងកោះហៅតំណាងគណៈបកនយោបាយទាំងអស់មកប្រជុំគ្នាមកនិយាយគ្នាពីព្រោះយើងជឿថាគណៈបកនយោបាយដែលបង្កើតគណៈបកគឺចង់ដាក់ជំនួសនៅទស្សនៈនយោបាយរបស់ខ្លួនក្នុងការដឹកនាំរដ្ឋាភិបាលការពារផលប្រយោជន៍ជាតិយើងនឹងហៅកោះអញ្ជើញអស់លោកមកជួបជុំគ្នាបើទោះបីជាក្នុងគណៈបកផ្សេងគ្នាក៏ដោយក្នុងការដឹកនាំផ្សេងគ្នាក៏ដោយប៉ុន្តែមានកិច្ចការខ្លះយើងអាចធ្វើរួមគ្នាបានឧទាហរណ៍ដោយការចលនាអំណាចប្រជារដ្ឋខ្មែរបើរៀបចំបណ្ដឹងទៅ ICC ចឹងយើងនៅរក្សាចំហនឹងដដែលកាលដែលយើងរៀបចំបណ្ដឹងទៅ ICC យើងប្រកាសហៅគ្រប់ចលនានិន្នាការនយោបាយទាំងអស់ឲ្យចូលរួមដាក់ពាក្យបណ្ដឹងជាមួយនឹងយើងនៅក្នុងប្រទេសខ្មែរគ្រោះថ្នាក់ដែលយើងគ្រោះថ្នាក់គិតមិនដល់ហើយដែលយើងភ្លេចគិតគឺចំនួនជនជាតិយួនដែលកំពុងតែជន់ពន្លិចជនជាតិខ្មែរមិនមែនចំនួនទឹកចំនួនដែលកើតឡើងពីទឹកភ្លៀងទេបងប្អូនអាចចំនួនទឹកចំនួនដែលកើតឡើងពីទឹកភ្លៀងគ្រាន់តែជន់មករដូវយើងអាចរំដោះបានប៉ុន្តែចំនួនជនជាតិយួនរាប់លានអ្នកដែលជន់លិចពន្លិចជនជាតិខ្មែររបស់យើងគឺជាគ្រោះមហន្តរាយដ៏ធំអញ្ចឹងយួនដែលចូលមកក្នុងប្រទេសខ្មែរពេលនេះគេកំពុងតែបង្កើតរដ្ឋក្នុងរដ្ឋគេកំពុងតែបង្កើតតំបន់អបគមនៅក្នុងប្រទេសខ្មែរពីព្រោះគណៈបកប្រជាជនហ៊ុនសែនអ្នកដឹកនាំបច្ចុប្បន្ននេះធ្លាប់បានប្តឹងសកម្មជនអង្គការសង្គមថាគេមានគំនិតបង្កើតរដ្ឋក្នុងរដ្ឋណាគេបង្កើតអបគមចង់បំបែករដ្ឋក្នុងរដ្ឋឥឡូវយើងប្តឹងជនជាតិយួនសមាគមយួនអង្គការនយោបាយសមោលរបស់យួនដែលកំពុងតែបដូរឈ្មោះភូមិឃុំស្រុកខណ្ឌរបស់ខ្មែរនៅក្នុងប្រទេសខ្មែរហើយបង្កើតរចនាសម្ព័ន្ធមេឃុំមេភូមិតាមតំបន់ដែលជនជាតិយួនសហគមន៍យួនទាំងអស់នោះរស់នៅការបង្កើតមេភូមិមេឃុំក្រៅប្រព័ន្ធការដូរឈ្មោះភូមិឃុំរបស់ខ្មែរការរៀបចំរចនាសម្ព័ន្ធក្រៅរដ្ឋបាលគឺជាចេតនាបង្កើតរដ្ឋាភិបាលក្នុងរដ្ឋាភិបាលបង្កើតរដ្ឋក្នុងរដ្ឋនិងធ្វើអបគមនៅក្នុងប្រទេសដូច្នេះយើងត្រូវការប្រមូលអ្នកនយោបាយអង្គការសង្គមស៊ីវិលគណៈបកនយោបាយណាដែលគិតបញ្ហាជាតិយើងប្តឹងរឿងនេះទាំងអស់គ្នាតើអ្នកណាខ្លះដែលចូលរួមយើងនឹងឃើញបាទដូច្នេះ6ចំណុចនេះគឺជាចំហរបស់យើងមួយពេលយើងទៅដល់
សូមអរគុណខ្ញុំសូមជម្រាបសួរលោកសុនរដ្ឋានិងបងប្អូនទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះបាទលោកអ៊ំលោកពូទាំងអស់គ្នាខ្ញុំមានកិត្តិយសណាស់ដែលខ្ញុំបានមកចូលរួមថ្ងៃនេះរវល់ខ្លាំងមែនទែនបានឆ្លៀតមកដល់ម៉ោង4:00កន្លះហើយសូមអភ័យទោសបាទមានហាង2ខ្ញុំបានតាមដាននៅក្នុងទំព័រFacebook ហើយនឹងតាមដាននយោបាយមក40ឆ្នាំកន្លងផុតមកហើយខ្ញុំជាជនជាតិខ្មែរម្នាក់ដែលស្រឡាញ់បដិវត្តហើយស្រឡាញ់ខ្មែរប៉ុន្តែមកទស្សនថ្ងៃនេះខ្ញុំមិនដែលបានបោះឆ្នោតឲ្យគណៈបកណាមួយទេតាំងតែមានលទ្ធិប្រជាធិបតេយ្យឆ្នាំ93មកពីខ្ញុំយល់ច្បាស់ថាការបោះឆ្នោតរបស់ខ្ញុំគឺគ្មានប្រយោជន៍ទេហើយខ្ញុំជន់ដីកាណាដានេះក៏ដោយសាររឿងបដិវត្តដោយលោកសុនរដ្ឋាមានប្រសាសន៍មិញយ៉ាងឯងបដិវត្តជាដំបូងគឺខ្ញុំបដិវត្តសាសនាមកពីខ្ញុំជាអ្នកបួសឥឡូវនេះខ្ញុំគ្រាន់តែមានគោលការណ៍និងការកត់សរសើរខ្ពស់បំផុតចំពោះទស្សនវិស័យចក្ខុវិស័យដែលនៅប្រពុតបាននិយាយមកថាដូចជាបានត្រាស់ដឹងនៅក្នុងសង្គមខ្មែរមួយអញ្ចឹងលោកសុនរដ្ឋាបាទខ្ញុំបានតាមដានក្នុងទំព័រ Facebook រហូតហើយ like លោករហូតបាទសូមអរគុណលោកចានដែលមានស្អីក្លាហានបំភ្លឺនិងបញ្យលឲ្យលោកឆ្លាតជាងហ៊ុនសែនឆ្លាតជាងសម្ដេចសៀនុឆ្លាតជាងអ្នកនយោបាយផ្សេងទៀតបាទនេះខ្ញុំសូមសរសើរឲ្យស្មោះតែម្ដងប៉ុន្តែបញ្ហាមួយដែលឆ្លាតខ្ញុំទទួលស្គាល់ប៉ុន្តែយើងមានចំណុចច្រើនដែលឆ្លាតប៉ុន្តែមានផលវិបាកច្រើននៅក្នុងការធ្វើឲ្យឆ្លាតរបស់លោកហ្នឹងផុសចេញឡើងមកអំពីពលរដ្ឋខ្មែរយើងនិយាយចំនោះគឺបាត់បង់ការទុកចិត្តបាទទុកចិត្តហ្នឹងគឺអស់រលីងហ្មងតាំងពី75មកទល់សប្តាហ៍ថ្ងៃពីនយោបាយមួយទៅនយោបាយមួយពីបកមួយទៅបកមួយគឺខ្មែរនឹងហាក់ដូចជាបាត់បង់ជំនឿទុកចិត្តប៉ុន្តែខ្ញុំជាយុវជនខ្មែរចំនួនកណ្ដាលហ្នឹងខ្ញុំសូមស្វាគមន៍ចំពោះទស្សនវិជ្ជាហ្នឹងប៉ុន្តែអ្នកផ្សេងទៀតស្ដាយដែលឃើញមានកៅអីតនេច្រើនខ្ញុំសោកស្ដាយបើសិនជាខ្មែរអស់បានចូលរួមស្ដាប់លោកសុនរដ្ឋាប្រកាសជានឹងគាត់ភ្ញាក់ខ្លួនហើយនឹងគាត់នឹងចូលរួមបានច្រើនរាប់ពាន់នេះបាទប៉ុន្តែគាត់មិនមកស្ដាប់បាទយកមិញហ្នឹងខ្ញុំទៅជប់លៀងគេនៅតង់ប៉ាខ្ញុំបានបបួលគេ4-5នាក់ថាលោកស្ដាប់សុនរដ្ឋាទៅគាត់អញ្ជើញមកអីចេះអញ្ចឹងថាដោយមិនចូលគ្នាទេគាត់ចេះរិះគន់នេះនោះនេះច្រើនពេកវាធ្វើឲ្យខ្មែរនឹងបែកបាក់គ្នាខ្ញុំក៏នៅស្ងៀមទៅប៉ុន្តែបើគាត់បានមកស្ដាប់ដូចខ្ញុំម្ដងជាពីរដងហើយតាមដាននៅក្នុង Facebook ខ្ញុំជឿថាយល់អ្វីដែលសុនរដ្ឋាចង់បានសំណួរទី1ដែលខ្ញុំចង់សួរលោកនោះខ្ញុំចង់ឲ្យលោកបញ្ជាក់ឥឡូវនេះក៏បានក្នុងទំព័រ Facebook ក៏បានដែរដើម្បីបំបែកឲ្យខ្មែរយើងពិភពលោកនោះបានយល់សួរថាទី1យួនមានគុណលើខ្មែរឬមួយក៏ខ្មែរមានគុណលើយួនតើលោកមានគុណលឹះអ្វីដែលលោកមកបកស្រាយនឹងពីរឿងហ្នឹងព្រោះឯសម្ដេចសៀនុបានជេរថាយួននេះជាក្រពើនឹងសម្ដេចសៀនុដែលលោកបានធ្វើឲ្យវិបត្តិសង្គមខ្មែរឲ្យលោកចាញ់បោកគេម្ដងជា2ដង3 4ដងឥឡូវលោកស្រែកយួនជាក្រពើបាទហើយសូមឲ្យលោកបកស្រាយកន្លែងហ្នឹងឲ្យបានច្បាស់ហើយខ្ញុំមានសំណួរចង់សួរចានប៉ុន្តែលោកបាននិយាយបានបំភ្លឺមកវាអស់សំណួរខ្ញុំហើយប៉ុន្តែខ្ញុំឃើញគោលការណ៍មួយទៀតដែលខ្ញុំបានឃើញច្បាស់ហើយថាគោលការណ៍របស់លោកនិយាយមិញល្អមែនទែនពីរឿងប្រឆាំងនឹងគណៈបកប្រជាជនប្រឆាំងនឹងគណៈបកនយោបាយដែលគ្រាន់តែបញ្ឆោតខ្មែរបោកប្រាស់ខ្មែរអីទាំងអស់គោលការណ៍ដែលលោកនិយាយមកគឺល្អហើយគោលការណ៍កម្មវិធីនយោបាយរបស់គណៈបកអំណាចពលរដ្ឋខ្មែរហ្នឹងគឺល្អមែនទែនហើយខ្ញុំហ្នឹងខ្ញុំសូមជំរាបលោកផ្ទាល់ខ្ញុំមិនចង់ខ្លាយទៅជាអ្នកសួរហើយខ្ញុំឲ្យលោកគ្រាន់ជាអ្នកឆ្លើយទេសួរខ្ញុំជាកូនខ្មែរម្នាក់តើខ្ញុំត្រូវធ្វើអ្វីជាមួយលោកហើយលោកត្រូវធ្វើអ្វីគ្រាន់តែដើម្បីឆ្លើយមួយខ្ញុំឬខ្ញុំគ្រាន់ដើម្បីជាអ្នកសួរនេះខ្ញុំតាំងចិត្តថាខ្ញុំគួរតែរួមចំណែកជាមួយលោកប៉ុន្តែខ្ញុំកំពុងថាបង្កើតការទុកចិត្តជាមួយលោកបបួលមិត្តភ័ក្តិទាំងអស់គ្នាទៅនៅតែមានអត់តមានការទុកចិត្តហើយខ្ញុំខ្លួនឯងផ្ទាល់ហ្នឹងក៏ស្ដាប់លោកយល់ដែរប៉ុន្តែដូចជាអត់តមានការទុកចិត្តនេះនិយាយចំតែម្ដងខ្លាចលោកនឹងនាំខ្ញុំទៅឆ្វេងនាំខ្ញុំទៅស្ដាំនាំខ្ញុំទៅលើពីក្រោយខ្នងអ្នកណាទៀតព្រោះមានមិត្តភ័ក្តិខ្ញុំជាច្រើនដែលនៅក្នុងបកសង្គ្រោះជាតិថាបងអូនសុភ័ក្រអើយចូលទៅបងសុភ័ក្រនឹងបានធ្វើតំណាងនៃ North of America គណៈបកសមស៊ីក្តីគណៈបកក្តីខ្ញុំលើសុខក៏និយាយមកខ្ញុំវាឈឺក្បាលហ្មងខ្ញុំសួរឯងថាខ្ញុំមានសមត្ថភាពនឹងធ្វើអីជូនគណៈបកសមស៊ីជូនគណៈបកសង្គ្រោះជាតិដែលខ្ញុំទៅសួរខ្លួនឯងខ្ញុំមិនមែនដើម្បីតំណាងឲ្យបកសង្គ្រោះជាតិឬបកសមស៊ីនៅ North
អាមេរិកទេខ្ញុំសួរខ្លួនឯងចឹងហើយខ្ញុំមិនបានចូលរួមមកទស្សនថ្ងៃនេះឯងនេះខ្ញុំនិយាយចាំតែម្ដងសំណួរដែលលោកចង់ផ្ដួលគណៈបកប្រជាជនឬក៏លោកធ្វើពហិការមិនចូលរួមការបោះឆ្នោតខ្ញុំជឿថាសប្តាហ៍ថ្ងៃនេះគណៈបកហ៊ុនសំពេចក្តីគណៈបកសំរងស៊ីក្តីគណៈបកខ្មែរយើងផ្សេងៗទៀតក្តីដែលខំក្រោកឈរតស៊ូតាំងពី30បករហូតដល់ចុងក្រោយនេះដល់សល់10បកជាងឃើញសុទ្ធតែមានអ្នកឆ្លាតមានការចេះដឹងរហូតដល់មានសមត្ថភាពក្នុងការគណៈបកហើយផ្ដួលគណៈបកប្រជាជនអត់បានតតែសោះជាផលវិបាកមួយហើយខ្ញុំក៏សង្ឃឹមថាការបោះឆ្នោតខាងមុខ2018នេះក៏មិនអាចផ្ដួលគណៈបកប្រជាជនបានដែរអានេះជាចក្ខុវិស័យរបស់ខ្ញុំផ្ទាល់มันអាចផ្ដួលបានទេបានជាខ្ញុំឃើញអញ្ចឹងគណៈបព្វជិជនវាមានល្បិចអាក្រក់ហួសដែលខ្ញុំថ្លាថ្លែងមិនកើតទេអស់ពាក្យនិយាយតែម្ដងរហូតតាំងពីឆ្នាំ95មកខ្ញុំបានឃើញច្បាស់ថាគ្មានគណៈបកណាផ្ដួលហ៊ុនសែនបានទេមកអ្វីដែលហ៊ុនសែនកាន់អំណាចនេះមិនមែនជារឿងបោះឆ្នោតទេគឺជារឿងផ្សេងក្រៅពីបោះឆ្នោតអញ្ចឹងហើយបានជាប្រជាជននៅក្នុងពិភពលោកស៊ុនរ៉េថាជ្រាបហើយប្រជាពលរដ្ឋខ្មែរអស់គ្នាជ្រាបហើយដូចជានៅអ៊ីរ៉ាក់នៅសេរីសប្តាហ៍ថ្ងៃនៅប្រទេសអេស៊ីបកន្លងមកហើយនៅលោកកាដាហ្វីលីប៊ីនៅលោកស៊ូអាតូឥណ្ឌូនេស៊ីក្តីគេដឹងថាបើសិនជាអ្នកទាំងអស់ហ្នឹងបកលទ្ធិជាតិធិបតេយ្យមួយហើយបោះឆ្នោតដោយសេរីមែននោះក៏មិនឈ្នះជនផ្ដាច់ការដែរអញ្ចឹងហើយបានជាមានបដិវត្តមួយកើតឡើងថាគ្មានការបោះឆ្នោតទេដល់រាបណាមានការបោះឆ្នោតក៏អត់ឈ្នះជនផ្ដាច់ការដែរឥឡូវជនផ្ដាច់ការប្រមូលអានទាំងកំភ្លើងទាំងលុយគឺថាប្រមូលទាំងអស់ទោះបីតែបោះឆ្នោតរហូតដល់100ឆ្នាំទៀតក៏អត់ឈ្នះដែរមានតែបដិវត្តពីប្រជាជនមួយគត់អាចផ្ដួលរបបផ្ដាច់ការបានអានេះដែលខ្ញុំមើលឃើញច្បាស់នឹងតែម្ដងហើយគ្រប់គ្រងគោលការណ៍មួយគ្រប់គ្រងដែលកំពុងព្យាយាមឲ្យរក្សាទិសដៅមួយដ៏ខ្ពស់បំផុតក្នុងការទាមទាររកភស្តុតាងប្តឹងទៅ ICC ហ្នឹងបាទនឹងជាគោលការណ៍មួយដែលអាចផ្ដួលហ៊ុនសែនបានប៉ុន្តែបើសិនជាលោកឈរបោះឆ្នោតទោះបីបកសង្គ្រោះជាតិនឹងរួបរวม3ប្រមាណបកទៀតអត់សង្ឃឹមដែរគឺហ៊ុនសែននឹងបង្កើតល្បិចមួយទៀតនៅពេលដែលបោះឆ្នោតចិត្តមកដល់ឈ្នះហើយក៏ថែប្រឡំចេញចោលទៀតក៏ការអំណាចដែរគឺក៏បង្កើតបញ្ហារហូតមកពីអ្វីៗអស់នៅលើកដាប់ដៃគាត់ហើយនេះជាការយល់ឃើញរបស់ខ្ញុំហើយការគាំទ្ររបស់ខ្ញុំហើយខ្ញុំនឹងគាំទ្រលោកខ្ញុំនឹងរួមជាមួយលោកថ្ងៃណាមួយខ្ញុំសូមលោកធ្វើជាលេខាធិការលោកនឹងតែម្ដងបាទឥឡូវខ្ញុំអត់ទាស់បាទសូមលោកសូមបំរើលោកផ្ទាល់ហ្មងអត់មានបំរើអ្នកណាផ្សេងទៀតទេព្រោះខ្ញុំកំពុងតែរវល់ខ្លាំងព្រោះខ្ញុំត្រូវការចេះដឹងរបស់លោកមួយធ្វើបដិវត្តរបស់លោកមួយហើយខ្ញុំស្រឡាញ់លោកដោយការយល់ឃើញរបស់លោកហើយស្រឡាញ់ប្រជាជនខ្មែរអស់ដែលលោកខំប្រមូលហើយគេមិនទាន់យល់អ្វីដែលលោកចង់បានអានេះខ្ញុំដែលមានការសោកស្ដាយហើយអ្វីដែលខ្ញុំស្រឡាញ់លោកចង់ធ្វើជាលេខាធិការលោកនេះអត់ចង់បានអ្វីទាំងអស់គឺចង់បំរើលោកឲ្យលោកមានអីក្លាហានឲ្យលោកបំរើខ្មែរឲ្យលោកការពារខ្មែរឲ្យលោកចេះវែកញែកបំភ្លឺបំយល់ឲ្យខ្មែរនឹងបានដឹងមានការយល់ដឹងខ្ពស់នៅក្នុងការក្រោកឈររំដោះជាតិយើងឲ្យផុតពីរបបផ្ដាច់ការហ៊ុនសែននឹងតែម្ដងដែលមានយួននៅពីក្រោយនឹងខ្ញុំសូមអរគុណច្រើនបាទទៅសំណួររបស់លោកសុភ័ក្រដូចខ្ញុំបានជម្រាបខ្ញុំស្វាគមន៍បងប្អូនយើងចូលរួមទាំងអស់គ្នាជាមួយចលនាអំណាចប្រជាប៉ុន្តែខ្ញុំសូមជំទាស់មួយកុំចូលមកដើម្បីបំរើខ្ញុំអានឹងបុគ្គលនិយមទៀតដែរសក្តិភូមិក្នុងចិត្តក្នុងខ្លួនឯងទៀតដែរបាទអាពេកហ្នឹងគឺប្រពុតបានបង្រៀនយើងឲ្យជៀសវាងនៅអកតេទាំង4លំអៀងដោយការស្រឡាញ់ដោយការស្អប់ដោយការខ្លាចនិងដោយការអាណិតលុបបំបត្តិអានឹងចោលនៅក្នុងគោលនយោបាយចលនាអំណាចប្រជារដ្ឋខ្មែរក្នុងច្បាប់ក្នុងវិន័យរបស់ចលនាអំណាចប្រជារដ្ឋខ្មែរគឺអ្នកដឹកនាំនិងអ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តឲ្យបានជាឲ្យផុតពីការលំអៀងមួយហ្នឹងបើមកដើម្បីតែខ្ញុំបំរើតែខ្ញុំថ្ងៃក្រោយខ្ញុំទៅជាអតិទេពខុសមិនក៏ដោយក៏នៅតែខុសដូច្នេះប្រទេសខ្មែរលលាយបាទលលាយបងប្អូនណាយើងជាអ្នកកាន់ព្រះពុទ្ធសាសនាយើងត្រូវយកគំរូរបស់ព្រះពុទ្ធអង្គដែលលោកជាអ្នកត្រាស់ដឹងរកឃើញធម៌រកឃើញច្បាប់ធម្មជាតិយកមកបង្រៀនយើងហេតុអីពេលដែលព្រះពុទ្ធលោករៀបនឹងចូលបរិនិព្វានសាវកទាំងអស់មកយំជុំវិញព្រះអង្គរួចហើយសួរថា
តើពេលដែលព្រះអង្គអស់បញ្ជូនទៅសាសនារបស់តថាគតទុកឲ្យនរណាព្រះពុទ្ធលោកមានដីកាយ៉ាងម៉េចលោកមានកូនតែមានបុត្រជារិហុលតែជាអ្នកបួសនៅក្នុងសំណាក់ពុទ្ធសាសនាដែរមិនក៏ព្រះអង្គបានថាអាត្មាអញតថាគតទុកសាសនានេះឲ្យកូនអញអត់ទេលោកបានប្រាប់ទៅសមណៈសាវកទាំងអស់ថាសាសនាតថាគតទុកឲ្យភិក្ខុភិក្ខុនីនិងឧបាសកឧបាសិកាកាលនោះមានសារណគម4ប៉ុន្តែឥឡូវអត់មាន4សល់តែ3ព្រោះភិក្ខុនីអស់ហើយគឺឧបាសកនិងឧបាសិកានិងភិក្ខុដូច្នេះសាសនារបស់ព្រះអង្គរឹងនៅទៅថ្ងៃអនាគតគឺដោយសារអ្នកដែលស្រឡាញ់អ្នកគ្រប់គ្រងចលនាអំណាចប្រវត្តិខ្មែរនយោបាយរបស់យើងចង់ឲ្យចលនានេះរស់ចង់ឲ្យចលនានេះទៅមុខតលតែកុំលើកដំកើងបុគ្គលទុកបុគ្គលឲ្យទាបបុគ្គលធ្វើខុសត្រូវថាខុសហើយយើងត្រូវគ្រប់គ្នាលើកជាតិឲ្យខ្ពស់មកចូលរួមជាមួយគឺដើម្បីបម្រើជាតិតែមួយគត់គ្មានបុគ្គលបាទគ្មានបុគ្គលបើនៅតែយកបុគ្គលមកអានឹងទៅទៀតហើយបងប្អូនទៅទៀតហើយបាតកម្មពេញមកប្រទេសខ្មែរទីក្រុងភ្នំពេញអត់មានស្រ័យអីក៏ទៅពិជ័យយកលោកប្រធានសំរងស៊ីជ័យយកលោកអនុប្រធានកឹមសុខាមានអីពីរនាក់ហ្នឹងពាក់កម្រងផ្កានៅឡានដូចហែក្បាលអ្នកតាអញ្ចឹងបាទដូច្នេះកន្លែងហ្នឹងសូមឲ្យបងប្អូនអ្នកគ្រប់គ្រងអ្នកចូលរួមជាមួយចលនាអំណាចប្រវត្តិខ្មែរអនាគតគណៈបកអំណាចប្រវត្តិខ្មែរគឺត្រូវលុបបំបាត់គំនិតបុគ្គលនិយមអញ្ចឹងហើយបានយើងរៀបចំគោលការណ៍មួយគឺគណៈបកមិនមានសិទ្ធិមេបកមិនមានសិទ្ធិតែងតាំងបេក្ខជនទេសំបីមេបកក៏គ្មានសិទ្ធិស្វ័យប្រវត្តិជានាយករដ្ឋមន្ត្រីដែរគឺត្រូវឲ្យចេញទាំងអស់ពីពលរដ្ឋចេញទាំងអស់ពីពលរដ្ឋមកតែម្ដងរើសយកអ្នកមានសមត្ថភាពទេពកោសល្យហើយដែលពលរដ្ឋគ្រប់គ្រងបាទមួយទៀតយើងសួរថាតើខ្មែរមានគុណលើយួនឬក៏យួនមានគុណលើខ្មែរដូចខ្ញុំបាននិយាយពីខាងដើមខ្លះហើយគណៈបកប្រជាជនគេបានប្រាប់ថាយួនមានគុណលើខ្មែរហើយគេយក7មករាថ្ងៃដែលយួនឈ្លានពានថ្ងៃជ័យជំនះទី2របស់យួនមកកុហកខ្មែរយើងថាជាថ្ងៃមានគុណដើម្បីចាប់ជំរិតទាគុណពីយើងឥឡូវនេះយើងតាមដានឲ្យដល់ឬគល់មើលតែយួនមានគុណលើខ្មែរកន្លែងណាវាអត់មានតលតែសោះប៉ុន្តែខ្មែរមានគុណលើយួនច្រើនលើសលប់បងប្អូនយួនមករស់នៅលើដីខ្មែរសម្ដេចសីហនុរដ្ឋាភិបាលសង្គមរាស្ត្រនិយមយកថ្នាំពេទ្យយកស្បៀងយកអង្ករយកទៅចិញ្ចឹមយួនដូច្នេះកងទ័ពយួនដែលនៅលើដីខ្មែរគឺប្រើប្រាស់ទឹកដីខ្មែរប្រើប្រាស់ស្បៀងប្រើប្រាស់អង្ករថ្នាំពេទ្យដែលរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចនរោត្តមសីហនុយកទៅចិញ្ចឹមរបស់នឹងជារបស់អ្នកណាគឺជារបស់ខ្មែរដូច្នេះជារបស់ពលរដ្ឋខ្មែរអញ្ចឹងសម្ដេចសីហនុបានលួចយករបស់ខ្មែរទៅចិញ្ចឹមយួនបើទោះបីជាសម្ដេចសីហនុព្រមយកនឹងទៅជួយយួនក៏ប៉ុន្តែខ្មែរពលរដ្ឋខ្មែរនៅតែជាម្ចាស់អញ្ចឹងជាអ្នកមានគុណឲ្យបាយយួនបាទទី1ទី2យើងមើលតាំងតែពីមុនឆ្នាំ1979និងក្រោយឆ្នាំ1979មកដល់បច្ចុប្បន្នយួនមានបាយហូបឆ្អែតមានសាច់ទទួលទានមានបន្លែបកាគ្រប់សពបែបយ៉ាងយួនខ្លាយទៅជាប្រទេសមួយដែលជារដ្ឋាភិបាលមានលុយតែដោយសារណាគឺដោយសារចូលមកប្រទេសខ្មែរប្លន់យកពីប្រទេសខ្មែរជំរិតយកពីប្រទេសខ្មែរហើយដោយសារតែពួកអាយ៉ងយួនជាអ្នកបំរើពួកនឹងបណ្ដោយជួយលួចទ្រព្យសម្បត្តិពីស្រុករបស់យើងយកទៅឲ្យយួនចិញ្ចឹមយួនដូច្នេះជនជាតិយួនមានបាយស៊ីគ្រប់គ្រាន់រាល់ថ្ងៃ75លានជនជាតិយួនដែលមានបាយស៊ីរាល់ថ្ងៃនៅក្នុងប្រទេសយួនហ្នឹងគឺបានពីប្រទេសខ្មែរយើងយកទៅដូច្នេះបានពីប្រទេសខ្មែររបស់យើងយកទៅគឺជារបស់ខ្មែរអញ្ចឹងខ្មែរមានគុណលើយួនជាអ្នកឲ្យបាយយួនស៊ីចែកដល់រាល់ថ្ងៃបាទមិនត្រឹមតែយួនទេគឺទាំងចិនទៀតផងចិន1400លានដល់1500លានឥឡូវបច្ចុប្បន្ននេះដែលបានបាយស៊ីឆ្អែតគ្រប់គ្រាន់ក៏ដោយសារសហការជាមួយយួនវាយព្រោះរំលំសាធារណរដ្ឋខ្មែររួចហើយលើកបន្ទប់របបអាយ៉ងខ្មែរក្រហមក្បាល2នេះដើម្បីផលិតស្បៀងផលិតអង្ករយកទៅស្រុកចិនបងប្អូនលោកមីងយាយតាដែលចាស់ឆ្លងកាត់របបខ្មែរក្រហមខ្ញុំសូមសួរសំណួរមួយថាតើរយៈពេល3ឆ្នាំ7-4ឆ្នាំក្នុងរបបខ្មែរក្រហមដែលធ្វើស្រែខួបប្រាំងខួបភាសាមានមួយឆ្នាំណាមួយដែលស្រូវស្កកក៏អត់មានទេ
គឺស្រូវពេញស្រែហេតុអីបើស្រូវអត់ស្កកខ្មែរមកប្រទេសធ្វើស្រែទាំងអស់គ្នាហេតុអីយើងអត់បាយហេតុអីយើងញ៉ាំតែបបរហេតុអីយើងអត់ឃ្លានដោយសារគេយកទៅស្រុកចិនអស់ទៅហើយដូច្នេះចិនបានស៊ីឆ្អែតដោយសារស្រូវអង្ករពីស្រុកខ្មែរស្រូវអង្ករពីស្រុកខ្មែរជារបស់ពលរដ្ឋខ្មែរជារបស់ជនជាតិខ្មែរអញ្ចឹងខ្មែរជាអ្នកមានគុណលើចិនលើយួនទៀតផងបាទអាហ្នឹងមួយទៀតតាក់ទងទៅនឹងនយោបាយបច្ចុប្បន្ននេះយើងឃើញខ្មែរក្រោមរស់នៅក្នុងទឹកដីរបស់យើងអតីតទឹកដីរបស់យើងប្រទេសរបស់យើងប៉ុន្តែខ្មែរក្រោមអត់មានសិទ្ធិបង្កើតសមាគមខ្មែរក្រោមក្នុងទឹកដីកម្ពុជាក្រោមទេគ្រប់ខេត្តរបស់ខ្មែរក្រោមនៅកម្ពុជាក្រោមយួនអត់ឲ្យបង្កើតសមាគមខ្មែរនៅនោះទេហើយខ្មែរក្រោមទាំងអស់នោះក៏អត់មានកាសែតជាភាសាខ្មែរអត់មានរ៉ាឌីយ៉ូ television ជាភាសាខ្មែរជាផ្លូវការរបស់ខ្មែរក្រោមដែរគឺគេហាមឃាត់គេបិទអ្វីដែលអាចបណ្ដោះបណ្ដាលផ្ទេរវប្បធម៌ចំណេះដឹងពីវត្តអារាមទៅសហគមន៍ទៅភូមិនីមួយៗសុទ្ធតែការខិតខំប្រឹងប្រែងតស៊ូរបស់ព្រះសង្ឃអ្នកបួសនិងអ្នករៀនសូត្រដែលចេះពីជំនាន់មុនបន្តឲ្យអ្នកជំនាន់ក្រោយប៉ុន្តែយួននៅក្នុងស្រុកខ្មែរមកមានសមាគមយួនគ្រប់ខេត្តក្រុងយួននៅក្នុងស្រុកខ្មែរមករស់នៅលើបឹងទន្លេសាបខ្មែរភឿនពេញបឹងទន្លេសាបទាំងអស់ដូចខ្ញុំបាននិយាយពី2010ចឹងបឹងទន្លេសាបคล้ายទៅជាបឹងទន្លេយួនហើយឥឡូវវាដូរឈ្មោះបឹងទន្លេសាបជាឈ្មោះយួនទៀតហើយវាដាក់អ្វីៗគ្រប់សពបែបយ៉ាងអញ្ចឹងយួនបានរស់នៅក្នុងប្រទេសខ្មែរជនជាតិយួនដែលចូលមកប្រទេសខ្មែរគឺរស់នៅដោយសេរីរស់នៅដោយបំផ្លិចបំផ្លាញជាតិខ្មែរយ៉ាងម៉េចក៏អត់មានអ្នកណាថាឥឡូវចង់ធ្វើជាចវាយខ្មែរទៀតគ្រប់គ្រងលើប្រទេសខ្មែរធ្វើបាបពលរដ្ឋខ្មែរទៀតដូច្នេះអាទាំងអស់ហ្នឹងដែលយួនចូលមករស់នៅប្រទេសខ្មែរសេរីទាំងអស់ហ្នឹងគឺរស់លើដីខ្មែរហើយបានធនធានធម្មជាតិពីស្រុកខ្មែរដើម្បីហូបចុកដើម្បីចិញ្ចឹមដើម្បីរស់នៅអាហ្នឹងគឺជំពាក់គុណខ្មែរតពូជតតកូលតរហូតតទៅពីព្រោះខ្មែរនៅតែជាម្ចាស់លើរបស់ទាំងអស់ហ្នឹងខ្មែរជាអ្នកមានគុណអញ្ចឹងសរុបសេចក្តីទៅមួយម៉ាត់យ៉ាងខ្លីថាយួនអត់មានគុណលើខ្មែរទេយួនអត់ដែលមានគុណលើខ្មែរទេប៉ុន្តែជាលក្ខណៈមិនប្រយោលជាលក្ខណៈមិនផ្ទាល់រួមនឹងលក្ខណៈផ្ទាល់គឺខ្មែរមានគុណលើយួនមានគុណលើចិនមានគុណលើជនជាតិយួនដែលយួនរាល់ថ្ងៃមានស៊ីមានចុកមានរស់បានសនុកសុខស្រួលរាល់ថ្ងៃនេះគឺដោយសារតែគេទ្រព្យសម្បត្តិរបស់ខ្មែរដែលខ្មែរមានហើយដែលសមានចិត្តរបស់ពលរដ្ឋខ្មែរអធ្យាស្រ័យអញ្ចឹងគឺខ្មែរទេជាអ្នកមានគុណលើយួនបាទមិនយួនមានគុណលើខ្មែរទេដូច្នេះយុទ្ធសាស្ត្ររបស់យើងត្រូវធ្វើយ៉ាងម៉េចគឺឲ្យពលរដ្ឋខ្មែរភ្ញាក់រលឹកហើយមិនរំពឹងលើការបោះឆ្នោតទេពីព្រោះបើយើងរំពឹងលើការបោះឆ្នោតហើយការបោះឆ្នោតមួយដែលអត់មានសេរីអត់មានឯករាជ្យអត់មានអព្យាក្រឹតការបោះឆ្នោតមួយដែលជនជាតិយួនមកបោះឆ្នោតជំរើសជោគវាសនាជាតិជំនួសខ្មែរការបោះឆ្នោតមួយដែលមានគណៈបកតំណាងយួននៅក្នុងប្រទេសខ្មែរអានឹងយើងប្រឆាំងដាច់ខាតអញ្ចឹងហើយបានគោលការណ៍របស់យើងគឺគោលការណ៍ចលនាអំណាចប្រជារដ្ឋនៅតែដដែលប៉ុន្តែដើម្បីអាចធ្វើនយោបាយជាចំហពេញសិទ្ធិនៅក្នុងប្រទេសខ្មែរយើងត្រូវតែចោះបញ្ជីជាគណៈបកនយោបាយហើយគណៈបកនយោបាយនេះគឺខ្ញុំនិយាយដដែលមិនមែនសម្រាប់តែការបោះឆ្នោតនោះទេគឺគណៈបកនយោបាយនេះដើម្បីជាការបើកផ្លូវសម្រាប់ប្រើសិទ្ធិនយោបាយរបស់យើងធ្វើការជាមួយនឹងពលរដ្ឋហើយនាំពលរដ្ឋទៅផ្លូវណាមួយទៅដំណោះស្រាយណាមួយដែលយើងអាចរំដោះប្រទេសជាតិយើងបានហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចូលរួមទាំងអស់គ្នាចូលរួមជាអ្នកធ្វើចូលរួមជាអ្នកកែតម្រង់ចូលរួមជាអ្នករិះគន់ចាប់ផ្ដើមអំពីការរិះគន់ផ្ទៃក្នុងរិះគន់ការដឹកនាំរបស់យើងនៅក្នុងក្របខ័ណ្ឌរបស់យើងដើម្បីទៅដល់ការជ័យជំនះរបស់យើងតើយើងហ៊ានរិះគន់ក្នុងការដឹកនាំរបស់យើងនឹងកំហុសឆ្គងពីផ្ទៃក្នុងរបស់យើងចេញទៅបាទសូមអរគុណមើលអរគុណច្រើនណាស់បានបញ្យល់ពីរឿងកុំឲ្យមានកម្មសិទ្ធិផ្ដាច់មុខវិញខ្ញុំសូមសរសើរហ្មងបាទសប្បាយចិត្តខ្លាំងមែនតើបងឃើញថាកម្មវិធីនយោបាយដែលលោកបានមានប្រសាសន៍មកនេះជាបច្ចេកទេសមិនមែនជានយោបាយទេនយោបាយគឺការធ្វើឲ្យប្រទេសមានការរីកចម្រើនផ្នែកខាងនយោបាយឧទាហរណ៍មួយយើងមានពលរដ្ឋកម្ពុជាក្រោមជិត10លាននាក់ដែលយើងមិនដែលចាប់លឹកនឹកនាថាបញ្ចូលអ្នកទាំងអស់ហ្នឹងឲ្យមានសិទ្ធិបោះឆ្នោតនេះជាហៅថានយោបាយដូច្នោះតើ
ចលនាអំណាចពលរដ្ឋខ្មែររបស់លោកនឹងអាចធ្វើឲ្យពលរដ្ឋកម្ពុជាក្រោមនឹងមានសិទ្ធិជាពលរដ្ឋខ្មែរហើយមានការបោះឆ្នោតបាននៅកម្ពុជាទេសំណួរទី2ខ្មែរដែលនៅខាងលិចមានប្រមាណសម្រាប់ខេត្តដែរដែលរបស់ថៃនិយាយខ្មែរច្បាស់ណាស់ខ្ញុំធ្លាប់ទៅម៉ោង2សម្រាប់យប់ញោមហូបបាយនៅនឹងប្រសង់ខ្មែរមួយចំនួនតើលោកអាចធ្វើឲ្យអ្នកទាំងនោះមានសិទ្ធិបោះឆ្នោតទេពីព្រោះយើងមានទូតនៅប្រទេសថៃយើងមានទូតនៅប្រទេសវៀតណាមលោកមានប្រសាសន៍មិញតែពីពលរដ្ឋខ្មែរដែលទៅធ្វើការនៅកូរ៉េនៅអីទេប៉ុន្តែពលរដ្ឋខ្មែរ10លាននាក់អាចទប់ទល់នឹងយួនដែលហ៊ុនសែនប្រមូលឲ្យទៅជាពលរដ្ឋខ្មែរមិនដល់10លានទេដូច្នោះអ្នកទាំងអស់នឹងហើយដែលជាចំហមួយដែលខ្ញុំចង់បានសូមអរគុណលោកសេរីរដ្ឋាបាទតន់ចាំទេតែសូមបកគលនីតិជូនលោកប្រធានយើងដឹងថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរហើយយើងនៅរក្សាគំនិតទាមទារទឹកដីនេះជារបស់ខ្មែរមកវិញបាទកម្ពុជាលើបាទសូមខ្ញុំនឹងបញ្យល់លោកពូកម្ពុជាលើក៏ជាអតីតទឹកដីរបស់ខ្មែរហើយបច្ចុប្បន្ននៅក្រោមការគ្រប់គ្រងរបស់សៀមនៅក្នុងច្បាប់យើងនិយាយពីច្បាប់ជាសកលពលរដ្ឋនៅកម្ពុជាក្រោមមិនអាចមកបោះឆ្នោតឬតំណាងខ្មែរបច្ចុប្បន្ននៅកណ្ដាលបានទេពលរដ្ឋនៅកម្ពុជាលើនៅសុរិន្ទបុរីរាមស៊ីសកេតអីប៉ុណ្ណឹងទាំងអស់ក៏មិនអាចមកបោះឆ្នោតជ្រើសតំណាងពលរដ្ឋនៅក្នុងរដ្ឋាភិបាលកម្ពុជាកណ្ដាលបានដែរពីព្រោះបច្ចុប្បន្នភាពគឺបើទោះបីជាយើងមានចលនាតស៊ូយើងមាននយោបាយសម្រាប់រំដោះពួកគាត់ក៏ប៉ុន្តែបច្ចុប្បន្នភាពយើងត្រូវដើរស្របនឹងច្បាប់អន្តរជាតិក៏ប៉ុន្តែយើងអត់តតចោលច្បាប់ធម្មជាតិទេអញ្ចឹងហើយបានយើងរក្សាគោលការណ៍ទាំងពីរហ្នឹងគឺច្បាប់អន្តរជាតិនិងច្បាប់ធម្មជាតិហើយកិច្ចការខ្លះលោកពូថាជាបច្ចេកទេសក៏បានដែរប៉ុន្តែបច្ចេកទេសនិងនយោបាយវាដូចពងមាន់ហើយមេមាន់ទេបាទនយោបាយដែលខ្ញុំអាចបំភ្លឺបាននៅក្នុងថ្ងៃនេះសូមជម្រាបយើងមាន vision របស់យើង vision យ៉ាងម៉េចកម្ពុជាក្រោមពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់ក្រោមការគ្រប់គ្រងរបស់យួនបច្ចុប្បន្នយើងគ្មានច្បាប់ណាគ្មានលក្ខខណ្ឌណាដែលអាចឲ្យពួកគាត់បោះឆ្នោតពីកម្ពុជាក្រោមមករើសតំណាងនៅកម្ពុជាកណ្ដាលបានទេប៉ុន្តែយើងមាននយោបាយសម្រាប់ជួយពួកគាត់ឲ្យឯករាជ្យពីយួនបើយើងយកឈ្នះកម្ពុជាកណ្ដាលបាទយើងមាននយោបាយហេតុអីបានអញ្ចឹងមូលដ្ឋានគ្រឹះរបស់ពួកគាត់មានដូចខ្ញុំនិយាយចឹងគាត់នៅក្រោមយួន300ឆ្នាំមែនប៉ុន្តែមូលដ្ឋានគ្រឹះដើម្បីរំដោះកម្ពុជាក្រោមមានកម្ពុជាក្រោមរាល់ថ្ងៃខ្វះតែ2ឯងក្នុង10មាន8រួចហើយខ្វះតែ2ឯងអា2ហ្នឹងវាតល់តែអ្នកនយោបាយណាមួយគណៈបកណាមួយចលនាណាមួយអាចយកឈ្នះកម្ពុជាកណ្ដាលហើយរដ្ឋាភិបាលខ្មែរកណ្ដាលដែលដឹកនាំកម្ពុជាកណ្ដាលដោយឯករាជ្យដោយអព្យាក្រឹតដោយជាតិនិយមពិតប្រាកដផ្ដាល់អា2នឹងឲ្យកម្ពុជាក្រោមគឺកម្ពុជាក្រោមឈ្នះកម្ពុជាក្រោមបានឯករាជ្យ 100% បាទប៉ុន្តែខ្ញុំគ្រាន់តែបងប្អូនចាំថាអា2នឹងវាតល់តែរដ្ឋាភិបាលខ្មែរកណ្ដាលជាអ្នកផ្ដាល់ឲ្យកម្ពុជាក្រោមបាទដូច្នេះចំពោះនៅសុរិន្ទក៏ដោយនៅបុរីរាមនៅស៊ីសកេតខ្មែរលើក៏ដោយបើសិនយើងមានអា2នឹងដូចគ្នាគេក៏នឹងទទួលយកហើយខ្ញុំមានជំនឿលើក្រោមកណ្ដាលគឺខ្មែរមកពីថ្នាលតែមួយពូជតែមួយភាសាជាមូលដ្ឋានសាសនាជាមូលដ្ឋានទំនៀមទម្លាប់ប្រពៃណីជាមូលដ្ឋានខ្មែរនិងខ្មែរនិយាយគ្នារួបរวมគ្នាអត់ប្របាទេប៉ុន្តែសំខាន់បំផុតឆន្ទៈអ្នកឈ្នះអ្នកដឹកនាំកម្ពុជាកណ្ដាលទៅថ្ងៃអនាគតតើឆន្ទៈអ្នកឈ្នះអ្នកដឹកនាំកម្ពុជាកណ្ដាលទៅថ្ងៃអនាគតហ្នឹងចង់ជួយកម្ពុជាឲ្យរួចពីយួនទេចង់ជួយកម្ពុជាលើឲ្យមានឯករាជ្យរួចផុតពីការជិះជាន់ឬក៏គ្រប់គ្រងរបស់សៀមដែរតែប៉ុណ្្នឹងទេបាទតែប៉ុណ្្នឹងទេនៅលើតែប៉ុណ្្នឹងទេផ្នែកសន្តិសុខដល់ពេលអំណាចពលរដ្ឋខ្មែរចូលទៅធ្វើជាចលនាបកតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីការពារសន្តិសុខព្រោះថាហ៊ុនសែនវាមានអង្គរៈវារាប់ម៉ឺនរាប់សែននាក់ព្រមទាំងចារកិច្ចចារកម្មយួនពេញស្រុកខ្មែរតើលោកប្រធានមានយោបល់យ៉ាងម៉េចសូមអរគុណណាចដោយសារបង្ខំឲ្យគេគោរពដោយការខ្លាចផ្ទុយស្រឡះ
ពីនយោបាយដែលខ្ញុំកំពុងធ្វើនិងកំពុងចង់ឲ្យពលរដ្ឋខ្មែររួមគ្នាធ្វើយើងចង់បណ្ដោះវប្បធម៌មួយធ្វើនយោបាយមួយឲ្យអ្នកដឹកនាំទទួលបានការគោរពដោយការស្រឡាញ់បាទដូច្នេះបើអ្នកដឹកនាំដែលទទួលបានការគោរពដោយការស្រឡាញ់គឺអ្នកគ្រប់គ្រងគឺពលរដ្ឋដែលគេស្រឡាញ់គេចូលចិត្តគេជាអ្នកការពារយើងដូច្នេះយើងមិនចាំបាច់អង្គរៈស្អីស្កាសដូចសម្ោចរត់ព្រាតពេញដីហើយទៅណាម្ដងម្កាលឲ្យគេទៅដេកចាំឲ្យគេទៅមើលអានឹងធ្វើនយោបាយអាក្រក់ច្រើនពេកខ្លាចខ្លួនឯងប៉ុន្តែចំពោះខ្ញុំមិនដែលគិតចឹងសំបីរាល់ថ្ងៃនេះគឺគេចាំទៅរកមុខខ្ញុំចាប់ខ្ញុំនៅក្នុងស្រុកខ្មែរប៉ុន្តែប្រិចមិនស្រួលខ្ញុំចូលស្រុកខ្មែរបាត់ឲ្យទៅដល់កន្លែងទៅចូលខ្ញុំចូលព្រឹបតែម្ដងប៉ុន្តែចូលទៅហ្នឹងយើងមិនពាក់ផ្លាកចំហដើរពើងទ្រូងតែខ្ញុំមកហើយទេប៉ុន្តែយើងមានរបៀបចូលហើយពលរដ្ឋទាំងអស់ហ្នឹងគាត់ដឹងថាពេលខ្ញុំចូលទៅអ្នកធ្វើការជាមួយយើងគាត់ដឹងថាខ្ញុំនឹងមនុស្សដែលគេកំពុងរកចាប់ប៉ុន្តែគាត់អ្នកជួយយើងគាត់ជួយបិទបាំងយើងគាត់ជួយការពារយើងអញ្ចឹងវប្បធម៌ភាពរឹងមាំរបស់អ្នកនយោបាយវាមានពីរហ្នឹងផ្ទុយពីគ្នាអាមួយបង្ខំឲ្យគេគោរពដោយការខ្លាចមនុស្សអ្នកនយោបាយអ្នកដឹកនាំដែលបង្ខំឲ្យគេគោរពដោយការខ្លាចគឺត្រូវបង្កើតកងអង្គរៈឲ្យច្រើនដើម្បីការពារខ្លួនដើម្បីទប់ទល់នឹងអំពើដែលគេស្អប់ប៉ុន្តែបើយើងអាចបណ្ដោះវប្បធម៌មួយឲ្យពលរដ្ឋគោរពដោយការស្រឡាញ់គោរពដោយការស្រឡាញ់អាហ្នឹងគឺវាខុសគ្នាគឺអ្នកគ្រប់គ្រងទាំងអស់ហ្នឹងការពារដូចរយៈកាលកន្លងមកអញ្ចឹងតាមពិតសំរងស៊ីគឹមសខាគាត់មិនត្រូវខ្លាចគណៈបកប្រជាជនមិនត្រូវខ្លាចហ៊ុនសែនទេពីព្រោះក្រោយការបោះឆ្នោតនេះណាខ្ញុំឃើញព័ត៌មានគេថារាំងស៊ីគឹមសខាខំបង្កើនអង្គរៈពីរាប់សិបនាក់ឡើងរាប់រយនាក់ខ្ញុំថាគាត់មិនតាន់បានធ្វើអីទៅដឹកនាំប្រទេសឯណាខុសផងគាត់គ្រាន់ធ្វើនយោបាយខុសក្នុងគណៈបកប៉ុន្តែគាត់មិនតាន់បានជាអ្នកដឹកនាំប្រទេសខុសទេបាទប៉ុន្តែហេតុអីក៏ចាំបាច់ទៅបង្កើតអង្គរៈឲ្យច្រើនម្ល៉េះបើមានអ្នកគ្រប់គ្រងមកកណ្ដោហើយអ្នកគ្រប់គ្រងតែពលរដ្ឋខ្មែររយៈកាលកន្លងមកយើងឃើញការពិតចាក់ស្ដែងអញ្ចឹងគឺអ្នកគ្រប់គ្រងសុកចិត្តស្លាប់ដើម្បីការពារមេដឹកនាំគ្រប់ចំណន់គ្រប់កន្លែងទាំងអស់បើយើងមិនដោះបាននៅគំនិតនយោបាយនិងវប្បធម៌ឲ្យមានការគោរពនៃការស្រឡាញ់ទៅកន្លែងណាក៏ត្រូវការខ្លាចដែរសូមអរគុណអរគុណដល់វត្តមានបងប្អូនទាំងអស់ដែលបានមកចូលរួមក្នុងទីវីវេទិកាសេរីរំដោះជាតិបាទឥឡូវខ្ញុំមិនបាច់សង្ខេបទេដោយសារមានសំណួរសំខាន់ជាងហើយដូចយើងប្រើពេលវេលានោះដូចថាគេឲ្យធំតែម៉ោង5កន្លះឥឡូវយើងដល់ម៉ោង6កន្លះឥឡូវហ្នឹងគឺថាដូចខ្ញុំមិនបាច់ដូចថាសង្ខេបព័ត៌មានខ្ញុំដាក់សំណួរបងប្អូនដែលសង្ស័យទាំងអស់ហើយបងប្អូនដែលឆ្ងល់ហ្នឹងហើយក៏ខ្ញុំសូមជម្រាបបងប្អូនថាខ្ញុំជាទីប្រឹក្សារបស់ចលនាប្រចាំប្រទេសកាណាដាឥឡូវនេះខ្ញុំដកខ្លួនកន្លះម៉ោងសិនបាទហើយខ្ញុំយកខ្លួនខ្ញុំទៅជាពលរដ្ឋដែលចាំសួរបាទពោះសំណួរហ្នឹងដែលខ្ញុំចង់សួរហ្នឹងគឺបងប្អូនចង់ដឹងដល់គ្នាថាការដែលតឡាការនៅស្រុកខ្មែរដែលគេថាតឡាការមិនឯករាជ្យនោះធ្វើសាវនាកាត់ទោសក្មួយរដ្ឋាកាលពីថ្ងៃទី18ខែតុលា2014ហើយដោយមាន FBI ក៏ចូលរួមហើយដោយមានសមាជិកទូតហើយអ្នកនយោបាយធំដែលមកពីបង្កក់ហើយមកពីនៅភ្នំពេញហ្នឹងចូលរួមជិត140នាក់ហើយទាំងអស់ហ្នឹងគឺថាដោយវិទ្យុអាស៊ីសេរីអញ្ចឹងមិនដែលលើផ្សាយពីចលនានឹងសោះអត់ដែលលើផ្សាយសោះហើយស្រាប់តែដំណឹងដែលល្អបានមកបង្កក់ហ្នឹងតាមបង្កក់ប៉ុស្តិ៍ឬក៏តាមបងប្អូនខ្មែរដែលធ្វើការគេទេហ្វូនមកប្រាប់ខ្ញុំថាវិទ្យុបង្កក់ហ្នឹងនិយាយច្រើននេះណាពីរឿងគេកាត់ទោសលោកស៊ុនត្រេថាហើយហេតុអីក៏នៅនេះក៏មិនដឹងហេតុអីក៏វិទ្យុអាស៊ីសេរីហ្នឹងគឺថាដូចមិនដឹងតាំងពី ICC ពីមុនហ្នឹងក៏និយាយខ្លះក៏ខុសទៅហើយតាំងពីហើយមកដូចលោករាំងស៊ីលោកកម្មសខាគ្រាន់តែទៅជួអាចជំនុំក៏អាស៊ីសេរីក៏និយាយដែរបាទហ្នឹងគឺថាគេដឹងទាំងអស់ប៉ុន្តែចលនាអំណាចវត្តខ្មែរដែលរឿងដល់ប៉ុណ្ណឹងហើយហេតុអីក៏គេមិននិយាយអាហ្នឹងជារឿងមួយដែលបងប្អូនឆ្ងល់បាទអាហ្នឹងអញ្ចឹងហើយសំណួរទី2ដែលថាបងប្អូនឃើញនៅក្នុងអ៊ីនធឺណិតរបស់ចលនាហ្នឹងគេដាក់ថាព័ត៌មានក្រៅកគុកតើលោកសំរងស៊ីបានលុយ100លានពីណាមកអាហ្នឹងគេចោទថាចលនាហ្នឹងគឺថាយកกระดาษមកផ្សាយបំបែកបាក់មកចោទគេហើយខ្ញុំចង់ឲ្យគមួយរដ្ឋាហ្នឹងពយល់បងប្អូនឲ្យដឹងហើយក៏ខ្ញុំប្រាប់ពយល់បងប្អូនដែរថារឿងហ្នឹង
100%មិនមែនចលនានឹងគេទៅយកព័ត៌មានបានដឹងទេព្រោះបងប្អូនបានដឹងលើស្រាប់ហើយថាប្រធានចលនាហើយសមាជិករបស់ចលនាដោយលោកប៊ិនបារានដោយអ្នកស្រីតាន់លីណានៅតិចសាសនឹងការងារមួយថ្ងៃច្រើនណាស់ដូច្នេះគ្មានអ្នកទៅយកការពីរឿងហ្នឹងប្រហែលជា FBI ឲ្យឬក៏ World Bank គេឲ្យគេដាក់ប៉ុន្តែបើសិនជាចលនាអំណាចប្រជាខ្មែរគេទៅសេអញ្ចឹងមិនត្រឹមត្រូវគឺចលនាអំណាចប្រជាខ្មែរហ្នឹងគឺសម្រាប់ជីវិតនយោបាយដល់ខ្លួនឯងព្រោះរឿងមិនពិតយើងយកមកប្រខូចគេអាហ្នឹងសូមក្មួយរដ្ឋាភិបាលបាទទាំងពីរហ្នឹងហើយដោយស្ដាយដោយថាពេលវេលាហ្នឹងគឺថាយើងចង់មានសំណួរតទៀតប៉ុន្តែវាអស់ពេលហើយបាទសូមអរគុណបាទអរគុណខ្ញុំសូមធ្វើការបកស្រាយនៅសំណួរទី2មុនតាក់ទងនឹងការផ្សាយព័ត៌មាននៅលើគេហទំព័ររបស់ចលនាអំណាចប្រជារដ្ឋខ្មែរដែលការផ្ទេរលុយចំនួន$100 លានឲ្យទៅលោករាំងស៊ីដូចលោកពូមានប្រសាសន៍អញ្ចឹងគឺចលនាអំណាចប្រជារដ្ឋខ្មែរអ្នកដឹកនាំអ្នកធ្វើការរបស់យើងមានការងារច្រើនណាស់សម្រាប់ធ្វើហើយក្នុងចំណោមហ្នឹងក៏មានអ្នកស្នេហាជាតិច្រើនដែរដែលគេលួចជួយយើងតែមិនចេញមុខបាទមិនមែនត្រឹមរឿងលោករាំងស៊ីមិនមែនត្រឹមរឿងគណៈបកសង្គ្រោះជាតិប៉ុណ្ណឹងយើងធ្វើចលនានយោបាយមួយទាំងមូលយើងអាចយកបានព័ត៌មានចំណុចរសើបរបស់ពួកសត្រូវពួកយួនពួកហ៊ុនសែនថែមទៀតនោះអញ្ចឹងហើយបានយើងអាចយកព័ត៌មានហ្នឹងយកមករៀបចំជាយុទ្ធសាស្ត្រដើម្បីវាយយកឈ្នះសត្រូវហើយរឿងដែលយើងផ្សាយពីឯកសារដែលគេផ្ទេរលុយឲ្យលោករាំងស៊ីអាហ្នឹងរឿងមួយប៉ុន្តែរឿងថ្មីយើងថែមផ្សាយមួយទៀតថែមរូបថតរឿងរាំងស៊ីកឹមសខាទៅមើលដីចំការអាមេរិកបងប្អូនធ្លាប់ឮហើយមិនចឹងឮថាពួកហ្នឹងមានដីចំការអាមេរិកចំការលហុងខ្វងចំការចេករាប់100ហិកតាអ្នកនយោបាយនៅក្នុងស្រុកខ្មែរហ្នឹងគឺថាអត់បានបញ្ជាក់ពីមុខរបររបស់ខ្លួនឯងទាំងអស់ស្រាប់តែវាចេញមកកកូកក្តីច្រើនពេកចឹងអញ្ចឹងអារឿង$100 លាននេះហើយនឹងរឿងផ្សេងទៀតគឺថាមានអ្នកស្នេហាជាតិមានអ្នកគេរួមចំណែកដើម្បីជីកកកាយរកការពិតដើម្បីមកប្រាប់យើងដើម្បីមកបង្ហាញយើងហើយអញ្ចឹងវាមានច្រើនលើសហ្នឹងទៀតអញ្ចឹងបានខ្ញុំជម្រាបដដែលអញ្ចឹងបានថាអស់លោកហ្នឹងគាត់ថាមិនពិតប្រឹងទៀតទៅហើយប្តឹងជាមួយចលនាអំណាចប្រជារដ្ឋខ្មែរជាមួយខ្ញុំជម្រាបអញ្ចឹងដាក់បញ្ចេញប៉ុណ្ណឹងពេលអ្នកឯងប្តឹងបន្ថែមផុសតាងច្រើនជាងនឹងទៀតបាទហើយអ្នកដែលគេឲ្យផុសតាងណាគេឲ្យមកគេលាក់គេមិនបញ្ចេញមុខទេប៉ុន្តែបើប្តឹងឡើងតុលាការគេនឹងចេញមុខបាទគេនឹងចេញមុខបកស្រាយដូច្នេះគេអត់ខ្លាចទេហើយអ្នកដែលផ្ដាល់មកហ្នឹងគឺមានទាំងជនជាតិខ្មែរមានទាំងជនជាតិបរទេសហើយមានទាំងអ្នកដែលនៅជិតស្និទ្ធជាមួយនឹងពួកគាត់នឹងទៅទៀតអញ្ចឹងហើយបានកន្លែងហ្នឹងខ្ញុំចង់ជម្រាបពលរដ្ឋខ្មែរយល់ឲ្យខ្ញុំនិយាយយូរណាស់ហើយប្រហែលជាពលរដ្ឋខ្មែរចាប់មិនបានបងប្អូនចាប់បានខ្ញុំថាហ៊ុនសែនពួកគណៈបកប្រជាជនមានលុយជួលមនុស្សឲ្យក្បត់ជាតិមានន័យថាបើគេចង់ដឹងរឿងអីពីយើងគេត្រូវជួលមនុស្សម្នាក់ឲ្យមកធ្វើល្អជាមួយយើងឲ្យមកអង្គុយចិត្តយើងឲ្យមកចូលរួមជាមួយយើងដើម្បីយកការពីយើងប៉ុន្តែយើងអត់មានលុយជួលមនុស្សឲ្យស្រឡាញ់ជាតិទេអត់មានលុយជួលមនុស្សឲ្យស្រឡាញ់ជាតិទេក៏ប៉ុន្តែទន្ទឹមពេលវេលាទន្ទឹមយុទ្ធសាស្ត្រដូចគ្នាដែលពួកក្បត់ជាតិមានលុយជួលមនុស្សឲ្យក្បត់ជាតិយើងអត់មានលុយជួលមនុស្សឲ្យស្រឡាញ់ជាតិប៉ុន្តែអ្នកដែលស្រឡាញ់ជាតិដែលបានលុយពីពួកក្បត់ជាតិហ្នឹងគាត់ធ្វើការបម្រើយើងដោយអត់យកលុយណាដូច្នេះអាទាំងអស់ហ្នឹងឯងដែលយើងយកបានទាំងអស់ហើយដែលយើងដឹងទាំងអស់ផែនការណែឯងទៅណាមកណាប៉ុន្តែផែនការខ្លះយើងផ្សាយព័ត៌មានខ្លះយើងផ្សាយតែអាខ្លះយើងយកមកទុកជាព័ត៌មានដើម្បី design នៅ strategy យកឈ្នះដើម្បីវាយខ្ទប់យុទ្ធសាស្ត្ររបស់សត្រូវអញ្ចឹងកុំថាឡើយត្រឹមលោករាំងស៊ីលោកកឹមសុខាដែលមិនតាន់ទៅកាន់អំណាចហើយដែលមិនតាន់ទៅធ្វើនាយករដ្ឋមន្ត្រីត្រឹមធ្វើប្រធានបកប្រឆាំងប៉ុណ្ណឹងព័ត៌មាននឹងក្បត់អ្នកគ្រប់គ្រងពុកក្រលួយហើយដែលស៊ីលុយស៊ីកាក់យកលុយពីពួកក្បត់ជាតិលក់ក្បាលឲ្យពួកអាយ៉ងយួនយើងមានច្រើនលើសលប់ជាងនឹងទៅទៀតប៉ុន្តែយើងដាក់ហ្នឹងជានុយទេស្ទូចឲ្យអ្នកឯងប្តឹងបាទបើអ្នកឯងប្តឹងមកគឺបានដៃអាហ្នឹងគឺដាក់បន្ថែមទៅទៀតគឺកាន់តែច្រើនបញ្ចេញឲ្យបញ្ចេញតទៅកាន់តែច្រើនទៅម្ដងដូចយើងប្តឹងលោកហ៊ុនសែនចឹងណាយើងប្តឹងលោកហ៊ុនសែន
នៅតុលាការអក្រិតកម្មអន្តរជាតិយើងហ៊ានប្រឹងដោយសារយើងមានផុសតាងដូចគ្នាដូច្នេះរឿងដែលយើងហ៊ានធ្វើរឿងដែលយើងហ៊ានដាក់ទៅយកច្បាប់យកមកធ្វើជាដំណោះស្រាយហើយយើងហ៊ានប្រកាសជាចំហគឺយើងធានាយើងការពារនៅសុក្រិតភាពគេហៅថា credibility គឺថាអថាតើភាពពិតរបស់វានឹងប៉ុណ្ណាគឺយើងមានអ្វីដែលច្រើនជាងនឹងទៀតយើងគាត់នឹងបញ្ចេញប៉ុណ្ណឹងឲ្យបងប្អូនភ្ញាក់រលឹកឲ្យបងប្អូនមើលឃើញឲ្យបងប្អូនទទួលព័ត៌មានថាអានឹងគឺមេដឹកនាំនោះវាអញ្ចឹងបានវាក្បត់ហ៊ានក្បត់យើងអ្នកគ្រប់គ្រងបាទចំណែកទី1សំណួរទី1តាក់ទងថាហេតុអីបានវិទ្យុព័ត៌មានផ្សេងៗគេមិនផ្សាយពីយើងឥឡូវគេចាប់ផ្ដើមផ្សាយហើយទុកឲ្យមនុស្សដែលដឹងខុសហើយកែគឺជារឿងល្អបំផុតយើងចង់បានអានឹងយើងមិនចង់ធ្វើសត្រូវយកឈ្នះចាញ់ជាមួយអ្នកសារព័ត៌មានទេប៉ុន្តែយើងចង់ឲ្យអ្នកសារព័ត៌មានស្គាល់អំពីអំណាចរបស់ខ្លួនដើម្បីជួយសង្គមអញ្ចឹងយើងមិនបន្ទោសពីមុនខ្ញុំធ្លាប់ហៅអាស៊ីសេរីថាពួកអាស៊ីមកសេរីឥឡូវបើសិនជាគេដឹងខ្លួនថាហេពីមុនអញស៊ីមកសេរីវាអត់ត្រូវឥឡូវបើគេកែយើងទទួលយកការកែរបស់គេបាទអញ្ចឹងហើយបានខ្ញុំនិយាយថាទឹកចិត្តនិងបេះដូងរបស់អ្នកគ្រប់គ្រងរបស់ចលនាអំណាចប្រជាខ្មែរដូចមហាសមុទ្រអញ្ចឹងជាមហាសមុទ្រណែចង់បោះសាកសពចូលទៅស្អុយរលួយមិនក៏ទឹកសមុទ្រមិនស្អុយរលួយតាមសាកសពភាពក្រិចរបស់អ្នកឯងណាគឺនៅតែប្រៃហើយនៅរក្សាភាពដើមជាទឹកសមុទ្រមិនមែនរបៀបដូចទឹកដងទឹកស្រះគាត់ទៅបោះឆ្មាងាប់ទៅមួយមន់ងាប់ទៅមួយស្អុយក៏គ្រប់ពេញទឹកស្រះហ្នឹងទេបាទដូច្នេះយើងជាទឹកសមុទ្រយើងមិនមែនជាទឹកដងទឹកស្រះទេអញ្ចឹងបើសិនជាគេកែហើយគេទទួលស្គាល់ការពិតហើយគេផ្សព្វផ្សាយហើយយើងទទួលយកនៅការកែរបស់ពួកគេអញ្ចឹងឥឡូវនេះខ្ញុំជឿថាប្រព័ន្ធព័ត៌មានហើយនឹងអ្នកធ្វើព័ត៌មានដែលគាត់ចង់បានរកព័ត៌មានពិតឲ្យពលរដ្ឋហើយគាត់ចង់ប្រើប្រាស់ពង្រីកឥទ្ធិពលអំណាចព័ត៌មានរបស់គាត់ដើម្បីជួយសង្គមជួយឲ្យមានការកែប្រែបើសិនជាគាត់ទទួលយកការពិតហើយគាត់ព្រមកែយើងត្រូវតែទទួលយកមានវិទ្យុមួយទៀតវិទ្យុហ្នឹងឮឈ្មោះខ្ញុំមិនបានហ្មងបានកុំថាឮឈ្មោះខ្ញុំមិនបានសំបីអ្នកផ្សេងទូរស័ព្ទទៅណាឬសូតែចលនាអំណាចបរដ្ឋឬក៏ឈ្មោះសួនសេរីថាគាត់បិទក្រឹបគាត់ថារវល់បាទហើយយើងអត់ដែលគិតថាយើងចង់អាឃាតចង់កំផឹងមួយគាត់ខ្ញុំធ្លាប់សរសេរអ៊ីមែលទៅប្រធានវិទ្យុគាត់ទៅអ្នកអត្ថាធិប្បាយរាល់ថ្ងៃនេះខ្ញុំថាបេះដូងជាតិដែលយើងមានគួរតែឲ្យទូលំទូលាយបាទហើយពេលដែលគាត់យករឿងមួយចំនួនដែលល្អត្រឹមត្រូវផ្សាយខ្ញុំឃើញថាមានប្រយោជន៍ខ្ញុំសេសមុទ្រទៅគាត់ថាខ្ញុំសូមសិទ្ធជួយផ្សាយអានឹងបន្តផងខ្ញុំសង្ឃឹមថាគាត់ឮបាទវិទ្យុហ្នឹងគឺជាវិទ្យុអនឡាញដូចយើងធម្មតាអញ្ចឹងតែផ្សាយចេញពីអាមេរិកដូចគ្នាអញ្ចឹងប៉ុន្តែនិយាយពីឈ្មោះសួនសេរីថាមិនបាននិយាយពីចលនាអំណាចប្រជាខ្មែរបានតែបើថ្ងៃណាមួយគាត់ទទួលស្គាល់ការពិតហើយគាត់យល់ថារួមគ្នាដើម្បីបំភ្លឺការពិតដើម្បីជាប្រយោជន៍នៃការផ្លាស់ប្ដូរដើម្បីឲ្យមានការផ្លាស់ប្ដូរនឹងវាបានជោគជ័យអាហ្នឹងយើងស្វាគមន៍យើងទទួលយកយើងអត់មានប្រកែប្រកាន់យើងអត់មានខឹងជាមួយពួកគាត់ទេបច្ចុប្បន្ននេះយើងកំពុងអាណិតគាត់យើងកំពុងអាណិតគាត់ថាហេតុអីការពិតមានហើយពួកគាត់ចង់ជួយជាតិដែរតែគាត់មិនព្រមទទួលយកឥឡូវថ្ងៃណាមួយគាត់ទទួលយកគាត់ផ្សព្វផ្សាយអាហ្នឹងគឺថាយើងបើកចំហទាំងអស់នេះយើងស្រែកជ័យយោទាំងអស់គ្នាបាទសូមអរគុណ សូមអរគុណលោកប្រធានបាទ